បងប្អូនដែលចូលចិត្តញ៉ាំនំបញ្ចុកវៀតណាមនំបញ្ចុកសគឺមិនខុសបំណងទេមើលវីដេអូនេះហើយជម្រាបសួរបងប្អូនទាំងអស់គ្នាវិលជួបគ្នាសាជាថ្មីទៅនៅពេលដែលបងប្អូនមកដល់វៀតណាមខ្ញុំណែនាំមកកន្លែងនំបញ្ចុកសនៅកន្លែងនេះឆ្ងាញ់ត្រូវមាត់ខ្ញុំប៉ុន្តែអត់ដឹងថាបងប្អូនយ៉ាងម៉េចនោះទេប៉ុន្តែបើសិនជាបងប្អូនបានទៅលេងកុំភ្លេចទៅសាកនៅជិតផ្សារប៊ែនថាញ់នឹងតែម្ដងបងប្អូននិយាយទៅគឺនំបញ្ចុកកន្លែងនេះឆ្ងាញ់មែនបងប្អូនហើយស្លក្រហមមែនប៉ុន្តែគឺឆ្ងាញ់ឈ្ងុយហើយនិយាយទៅគឺខ្ញុំនៅតែសារថាឆ្ងាញ់ ដោយសារខ្ញុំចូលចិត្តញ៉ាំនំបញ្ចុកហើយជាពិសេសទឹកជ្រលក់គាត់ជាមួយនឹងបន្លែខាងក្រៅរបស់គាត់ហើយជាមួយនឹងសាច់នំបញ្ចុកជាមួយនឹងសុំទោសជាមួយសាច់ដាក់នឹងនំបញ្ចុកហ្នឹងបងប្អូនគឺឆ្ងាញ់ហើយគឺគាត់ធ្វើមកត្រូវគ្រឿងគ្នាបងប្អូននិយាយទៅបើសិនជាបងប្អូនបានទៅលេងកុំភ្លេចទៅញ៉ាំហើយសាកល្បងមើលថាត្រូវមាត់បងប្អូនអត់ដូចខ្ញុំអត់អញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចជឿចុច Like ចុច Share ផងណាបើសិនជាបានទៅលេងវៀតណាមហើយ បើសិនជាបងប្អូនមានកន្លែងណាឆ្ងាញ់អាចណែនាំឲ្យខ្ញុំបានខ្ញុំនឹងទៅសាកល្បងថតបង្ហោះជូនបងប្អូនអរគ្នាទស្សនាទៀតអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយចុច Like ចុច Share និងជួយចូលទៅ Subscribe Channel YouTube របស់ខ្ញុំផងណា